បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញនៅវីដេអូមួយទៀតបាទពាក់ព័ន្ធនឹងការហាមដូចគ្នាមុនហាម2ហើយឥឡូវយើងចូលដល់ហាមទី3បាទហាមនេះមិនបងប្អូនទាំងអស់គ្នាហាមនេះមានន័យថាហាមបើកបរលើសល្បឿន10គីឡូម៉ែត្រក្នុង1ម៉ោងឃើញផ្លាកសញ្ញាហាមទេបាទឲ្យតែផ្លាកសញ្ញាហាមគឺមានផ្ទៃរង្វង់ពណ៌ក្រហមហើយប៉ុន្តែផ្លាកសញ្ញាហាមនេះអត្ថន័យរបស់វាមានន័យថាម៉េចមានន័យថាហាមបើកបរលើសល្បឿន10គីឡូម៉ែត្រក្នុង1ម៉ោងបាទបងប្អូនឃើញទេឃើញផ្លាកសញ្ញានៅខាងលើទេមានន័យថាបន្ថយល្បឿនអញ្ចឹងនៅពេលដែលមកដល់ចំណុចហ្នឹងឬក៏យានជំនិះដែលមកដល់ចំណុចហ្នឹងត្រូវតែបន្ថយល្បឿនជាបន្ទាន់បន្ថយល្បឿនប៉ុណ្ណាត្រឹមតែ10គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងបើកអត់ឲ្យលើសនឹងទេតែបើលើសនឹងមានន័យថាម៉េចមានន័យថាល្មើសនឹងច្បាប់ចរាចរណ៍ល្មើសនឹងផ្លាកសញ្ញាហើយអញ្ចឹងគ្រប់នៅតាមដងផ្លូវសាធារណៈតែងតែមានផ្លាកសញ្ញានេះជានិច្ចឬក៏ផ្លាកសញ្ញាផ្សេងអឺដែលមន្ត្រីមានសមត្ថកិច្ចដូចជាប៉ូលីសចរាចរណ៍ដែលគាត់តែងតែចាប់ល្បឿនហ្នឹងយើងត្រូវមើលផ្លាកហ្នឹងនៅពេលដែលឃើញផ្លាកហ្នឹងភ្លាមប៉ុន្តែតាមដងផ្លូវសាធារណៈធំមិនមែនល្បឿនប៉ុណ្ណឹងទេភាគច្រើនគេដាក់30គីឡូម៉ែត្រក្នុង1ម៉ោង60គីឡូម៉ែត្រក្នុង1ម៉ោង90គីឡូម៉ែត្រក្នុង1ម៉ោង80គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែផ្លាកទាំងអស់ហ្នឹងគឺបង្ហាញសញ្ញាដោយអក្សរពណ៌ខ្មៅនេះអញ្ចឹងណាប៉ុន្តែគេមានរូបសញ្ញាពណ៌ក្រហមអញ្ចឹងដូចគ្នាបងប្អូនគ្នាបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកបាទអញ្ចឹងពុកម៉ែបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូបានច្រើនទៀតបាទជួយឲ្យបេះដូងជួយ share វីដេអូម្នាក់មួយបាទសូមអរគុណបាយបាយ